ជំរាបសួរ Fan ជាទីស្រឡាញ់ចា៎ថ្ងៃនេះមកជួបជាមួយនឹងខ្ញុំជាថ្មីជាមួយសម្រាប់ខ្សែភាពយន្តដែលមានចំណងជើងថាបង្វិលវេលាសង្គ្រោះម្ដាយដែលជាភាគទី2ចា៎ដែលនៅក្នុងភាគទី1គឺយើងបញ្ចប់នៅត្រឹមតួប្រុសតួស្រីយើងហ្នឹងឯងនាំអានទៅដើរលេងឥឡូវតួស្រីរបស់យើងក៏សួរទៅតួប្រុសរបស់យើងថាលោកឃើញទេអានហ្នឹងគាត់សប្បាយខ្លាំងមែនតើហើយតើលោកដឹងអត់តួប្រុសយើងក៏សួរថារឿងអ្វីលោកបានកិច្ចមុខខ្ញុំតាំងពីមុនថ្ងៃខ្ញុំភ្ជាប់ពាក្យទៅទៀតភ្ជាប់ពាក្យជាមួយនឹងពូចាហៅហ្នឹងណាហើយលោកមិនទៅបរទេសទេមែនពេលហ្នឹងតួប្រុសរបស់យើងហ្នឹងក៏បានដោះអាដេញខ្សែបង្កហ្នឹងមករុំឲ្យតួស្រីហើយគាត់និយាយថានៅពេលនេះវាច្បាស់ណាស់នាងគឺមានតំណែងតំណងជាមួយនឹងគេអញ្ចឹងខ្ញុំខ្លាចថានាងនឹងកាំងកដាទីបើមិនជានាងដឹងរឿងហ្នឹងអញ្ចឹងតួស្រីយើងក៏និយាយថារឿងរវាងពូចាហៅជាមួយនឹងកិនចៅហ្នឹងតើលោកតាន់តែដឹងរឿងនឹងរហូតដល់មែនអត់ទោះប្រាប់បើយើងហ្នឹងក៏គាត់និយាយថាអត់ទេខ្ញុំទៅតែដឹងនៅថ្ងៃដែលនេះរៀបការនឹងដែរក្រៅពីនេះទោះស្រីយើងថាអ្វីទៅមិនអីទេហើយទោះស្រីយើងហ្នឹងក៏នឹកឃើញក្នុងចិត្តថាគាត់ប្រកាសជាមានរឿងអ្វីលាក់បាំងហើយដល់ពេលអញ្ចឹងគាត់ក៏និយាយថាវាមិនសំខាន់ទេសូម្បីតែគូតដេញដែរបានជួយសង្គ្រោះជីវិតខ្ញុំហ្នឹងនៅតែក្បត់ខ្ញុំពេលហ្នឹងទូរស័ព្ទរបស់តួស្រីយើងហ្នឹងក៏បានរឡើងហើយតួប្រុសយើងហ្នឹងក៏ឆ្ងល់ដែរគាត់ចង់សួរតួស្រីមែនតើនៅរឿងដែលតួស្រីបានប្រាប់គាត់ថាអ្នកដែលជួយសង្គ្រោះគាត់គឺជាហ្វូចាហៅអញ្ចឹងប៉ុន្តែពេលហ្នឹងគឺទូរស័ព្ទរបស់តួស្រីលើកហ្នឹងគឺនិយាយតាក់ទងជាមួយនឹងលោកតារបស់គាត់កំពុងព្រោះមិនទាន់នៅមន្ទីរពេទ្យអញ្ចឹងគាត់ក៏មកសួរអ្នកមើលថែលោកតាថាលោកតាហ្នឹងគាត់មិនហើយចំណែកអ្នកមើលថែហ្នឹងក៏គាត់និយាយថាអត់អីទេគាត់គ្រាន់តែជំងឺថប់អារម្មណ៍ពេកវាអត់អីទេហើយតួស្រីរបស់យើងហ្នឹងក៏បានមកផ្ទះហើយពេលមកដល់ផ្ទះហ្នឹងក៏បានជួបជាមួយនឹងហ្វូចាហៅភ្លាមតែម្ដងនៅក្នុងពេលហ្នឹងតួស្រីរបស់យើងក៏សួរថាហេតុអីក៏លោកមកទីនេះពេលហ្នឹងហ្វូចាហៅក៏និយាយថាអានេះហេតុតែខ្ញុំចង់ឲ្យលោកតាបញ្ចុះបញ្ចូលអូនឲ្យត្រូវគ្នាជាមួយនឹងបងខ្ញុំគិតថាពេលហ្នឹងលោកតាទៅជាអញ្ចឹងណាហើយដល់ពេលអញ្ចឹងតួស្រីគេសួរថាលោកចង់បានអីដល់ពេលអញ្ចឹងទៅពួកអីលោកមានអាហ្វូចៅនាងចៅហ្នឹងហ៎ដល់ពេលអញ្ចឹងទៅអាប៉ែនេះថាអូយបងពិតជាស្រឡាញ់អូនទោះស្រីថាឈប់សំដែងទៅពេលនេះវាគ្មានអ្វីផ្លាស់ប្ដូរបានទេប៉ុន្តែពូចាហៅនេះគឺមិនព្រមទេច្រានតួស្រីតួស្រីទៅចង់ធ្វើអីតែនេះចេញចរិតពិតរបស់ពូចាហៅចេញឲ្យតួស្រីយើងចាប់ផ្ដើមឃើញហើយពូចាហៅហ្នឹងគាត់និយាយថាគាត់ថាគេហ្នឹងគឺជាសភាពបរិបទបែបនេះអ្វីៗក៏គេអាចធ្វើបានដែរព្រោះកុំនិយាយរញ៉ៃព្រោះអីគេចិត្តដល់គោលដៅចុងក្រោយរបស់គេទៅហើយតម្រាំតែគេដល់ថ្ងៃនេះដល់រៀបដល់ចង់និយាយថាដល់រាប់ណាតែគេមិនទាន់ចង់បានអ្វីដែលគេចង់បាននៅចុងក្រោយទៅធ្វើអ្វីគ្រប់យ៉ាងទាំងអស់ធ្វើបាបតួស្រីមិនក៏ព្រមដែរតែក៏តួស្រីឲ្យប្រាប់តួស្រីថាកុំឲ្យរារាំងភាពរីកចម្រើនរបស់គេដល់ពេលអញ្ចឹងតួស្រីយើងក៏បតបអញ្ចឹងណាឲ្យគេលេងគាត់អញ្ចឹងហើយក្នុងពេលហ្នឹងអាប៉ែពូចាហៅនេះចង់ចាប់តួស្រីហើយក៏បានតួប្រុសយើងធ្វើជា hero មកដល់ភ្លាមតែម្ដង fan ពេលហ្នឹងហើយក៏គប់កដាស់រូបថតក្តាំងទៅកដាស់មកហើយប្រាប់ថារូបអាហារភ័យរបស់ឯងហ្នឹងណាឯងមើលទុកដាក់ឲ្យស្រួលទៅឃើញតួប្រុសអញ្ចឹងក៏ខ្លាចតួប្រុសដែរពេលហ្នឹងគេមិនវល់ទេមិនព្រមទេមិនមានម្ដងទៀតទេវ៉ាន់លើកលែងឲ្យខ្ញុំផងទៅមានរឿងបែបហ្នឹងទេហើយក៏គិតក្នុងចិត្តអាក្រក់ទៀតហើយ fan ពេលហ្នឹងឯងហ្នឹងកុំបន្ទោសខ្ញុំអ្វីទាំងអស់គឺជាកំហុសរបស់ឯងអញ្ចឹងណាហើយពេលហ្នឹងក៏សាច់រឿងយើងកាត់ទៅដល់តួស្រីយើងត្រូវបានរត់ទៅមន្ទីរពេទ្យហើយពួកអីអានកំពុងតែឈឺហើយអ្នកគ្រូពេទ្យថាអានហ្នឹងត្រូវការឈាមសង្គ្រោះមិនតាន់ហើយពេលហ្នឹងឈាមតួស្រីយើងក៏ដូចគ្នាមួយនឹងអានឈាមប្រភេទ A ដែរហ្នឹងណាហើយពេលនេះអ្នកគ្រូពេទ្យក៏បានចេញមកនិយាយថាហេតុអីក៏ក្រុមគ្រួសារក្រសញ្ញេទទួលក្មេងម្លេះព្រោះអីនាងគឺជាម្ដាយសោះហេតុអីក៏ក្រសញ្ញេព្រោះឈាមរបស់នាងហ្នឹងដូចមានសភាពប្រហាក់ប្រហែលគ្នាជាមួយនឹងក្មេងស្រីអាន 99.9 បានថានាងជាម្ដាយតួស្រីរបស់យើងពេលហ្នឹងមើលឃើញគេថាខ្លួនឯងជាម្ដាយអត្រាខ្ពស់ដល់ថ្នាក់ហ្នឹងក៏ចូលមកទួរោអានហើយនិយាយថាឲ្យម៉ាក់សុំទោសអាននិយាយថាម៉ាក់កុំសុំទោសខ្ញុំអីទោះស្រីរបស់យើងប៉ុណ្ណឹងក៏និយាយថាម៉ាក់សុំទោសវាជាកំហុសរបស់ម៉ាក់មិនស្គាល់ឯងហើយពេលហ្នឹងគាត់ក៏យំខ្លាំងមែនតើអោបតាអានហើយអានក៏និយាយថាកុំទោសខ្លួនឯងម៉ាក់ដល់ពេលអញ្ចឹងទៅអានហ្នឹងក៏និយាយជាមួយម៉ាក់គេច្រើនណាហ្នឹងដើម្បីកុំឲ្យអានគិតច្រើនម្ដាយហ្នឹងមានតលួងលោមកូនឲ្យអានហ្នឹងគេងសិនទៅដើម្បីកុំឲ្យជំងឺរបស់អានហ្នឹងកាន់តែធ្ងន់ធ្ងរបើគ្រូពេទ្យថាអានហ្នឹងគាត់ឈឺយើងគួរសំដែរអញ្ចឹងណាហើយពេលហ្នឹងអានក៏ព្រមគេងអញ្ចឹងណាតាមតែតួស្រីយើងសុំឲ្យអានគេងហើយសាច់រឿងរបស់យើងពេលក៏បានកាត់មកដល់តួប្រុសគឺគាត់មាន
ចិត្តខឹងជាមួយនឹងពូចាស់ហៅនឹងខ្លាំងមែនតានហើយប៉ុណ្ណឹងគាត់ក៏វាក៏វែងអីចឹងណាចំណែកឲ្យជំនួយកាលីហ្នឹងគាត់ខំខលទៅរកតួស្រីប៉ុន្តែមិនទាន់បានខលទៅតួស្រីទេស្រាប់តែតួប្រុសយើងសពឹងដើរហេតុត្រេតត្រុតច្រឡំជំនួយកាលីហ្នឹងទៅជាពូចាស់ហៅនឹងខឹងមែនតានហត់អីក៏ឯងមកផ្លាញ់ជីវិតនាងហត់អីក៏ឯងផ្លាញ់ជីវិតនាងពូចាស់ហៅនៅរស័យថាំងចឹងជំនួយកាលីខំស្រ័យថាមែនទេគឺខ្ញុំជំនួយកាលីទេស្រីគាត់លឺក៏សួរថាជំនួយកាលីមានរឿងអីដល់ពេលអញ្ចឹងទៅតួប្រុសយើងធាក់ផងទាត់ជំនួយកាលីនេះមិនដឹងច្រឡំមកជំនួយកាលីខំរត់ទៅរកទូរស័ព្ទតែតួប្រុសរបស់យើងគឺដាក់ផាច់ទៅហើយពេលហ្នឹងតួស្រីយើងហ្នឹងស្រីយើងក៏កាត់មកដល់តួស្រីយើងមកហើយក៏ជូនតួប្រុសរបស់យើងហ្នឹងទៅបន្ទប់ពេលហ្នឹងតួប្រុសរបស់យើងហ្នឹងក៏និយាយថាបានខ្ញុំនឹងមិនទុកឲ្យនាងត្រូវគេធ្វើបាបទៀតទេដល់ពេលអញ្ចឹងទៅតួស្រីយើងហ្នឹងក៏ឃើញថាតួប្រុសយើងស្វឹងពេលហ្នឹងតួស្រីរបស់យើងក៏និយាយថាលោកស្វឹងហើយតួប្រុសក៏និយាយថាបើសិនជាខ្ញុំជាអ្នកជួយនាងការប្រយុទ្ធនោះតើអ្វីដែលវាមានការប្រែប្រួលអត់តើអ្នកដែលរៀបការជាមួយនឹងនាងថ្ងៃនោះជាខ្ញុំមែនអត់ហើយនៅតែថាតួប្រុសយើងស្វឹងតែតួប្រុសរបស់យើងក៏ទាញបានមកអោបហើយគាត់ក៏សារភាពថាខ្ញុំចូលចិត្តនាងនឹងយូរណាស់មកហើយខ្ញុំនឹកនាងគ្រប់ពេលវេលានេះក៏ព្រោះតែកំណែតម្រង់មួយដែលធ្វើឲ្យខ្ញុំធ្វើឲ្យនាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកដតីធ្វើឲ្យនាងរងទុកច្រើនពេកហើយពេលនេះខ្ញុំមិនឲ្យនាងទៅណាម្ដងទៀតនោះទេពេលហ្នឹងតួប្រុសរបស់យើងក៏និយាយហើយគាត់ក៏របៀបថាចង់បង្កាត់ភ្លើងដាំបាយជាមួយតួស្រីយើងហើយតួស្រីយើងពេលហ្នឹងគាត់ក៏បានសម័យឃើញដល់អានប្រាប់គាត់ដែរថាម៉ាក់ពូក៏ជាមនុស្សល្អគាត់ជាមនុស្សម្នាក់ដែលតែងតែស្រឡាញ់ម៉ាក់ជាងគេទោះបីជាមិនមានអាននៅពេលអនាគតក៏ម៉ាក់អាចរីករាយជាមួយនឹងគាត់បានអញ្ចឹងប៉ុន្តែតួស្រីយើងក៏នៅតែច្រានតួប្រុសយើងចេញតួស្រីរបស់យើងហ្នឹងក៏គាត់និយាយប្រាប់តួប្រុសយើងថាគាត់សុំពេលវេលាបន្តិចហើយតួប្រុសរបស់យើងហ្នឹងគាត់ក៏រងចាំតួស្រីយើងយូរហើយគាត់ថាខ្ញុំអាចរងចាំនាងបានគ្រប់ពេលវេលាទាំងអស់ពួកអីគាត់រងចាំមកយូរហើយអញ្ចឹងតន់ទាំងសន្តានាគ្នាបានរួចស្រួលវល់ផងពេលហ្នឹងទូរស័ព្ទរបស់តួស្រីយើងហ្នឹងក៏បានរលែងហើយតួស្រីរបស់យើងក៏បានលើកទូរស័ព្ទហើយពេលហ្នឹងគាត់ក៏បានភ្ញាក់ផ្អើលខ្លាំងក៏សួរថាមានការអីមែនគាត់នឹងបញ្ញាប់ទៅដល់ឥឡូវហើយក្នុងពេលហ្នឹងតួប្រុសរបស់យើងក៏សួរថាតើមានរឿងអ្វីកើតឡើងដល់ពេលអញ្ចឹងទៅគាត់ក៏និយាយថាលោកដុកទ័រនិយាយថាអានគាត់មិនស្រួលពេលហ្នឹងក៏នាងស្រូតរត់ទៅរកអានហើយតបានប្រអោបកូនណាហើយគាត់សួរថាអានមានអ្វីកើតឡើងហ្នឹងអានក៏និយាយថាម៉ាក់មិនអាចនៅជាមួយនឹងប៉ាបានទេដល់ពេលអញ្ចឹងម៉ាក់គេនឹងក៏សួរថាអានប្រាប់ម៉ាក់បានទេហេតុអីក៏មិនអោយម៉ាក់នឹងប៉ានៅជាមួយនឹងគ្នាពេលហ្នឹងអានគិតតែពីយំហើយម៉ាក់នឹងក៏និយាយថាបើមិនប្រាប់ទេក៏មិនអីដែរម៉ាក់លេងសួរហើយតែអានក៏និយាយថាប៉ាជាអ្នកដុតសម្លាប់ម៉ាក់នាងនិយាយទាំងយំហើយពេលហ្នឹងតួស្រីយើងគាត់ឆ្ងល់ខ្លាំងមែនតើឃើញកូនគាត់យំចឹងគាត់ក៏អត់ហ៊ានសួរដែរគាត់ចេញមកខាងក្រៅហើយពេលហ្នឹងក៏ជួបមួយតួប្រុសក៏និយាយថាអានគេឲ្យមែនអត់តួស្រីថាជីងធីងពាក្យហ្នឹងមានន័យថាម៉េចទៅគាត់ឆ្ងល់ហើយក៏សួរទៅខាងតួប្រុសហើយពេលហ្នឹងតួប្រុសក៏បានថាពេលដែលខ្ញុំយកគាត់ទៅកោហ្វូប្រហែលថ្ងៃហ្នឹងគាត់ឃើញថាអាននឹងចាប់អារម្មណ៍អ្វីគ្រប់យ៉ាងតាក់ទងជាមួយនឹងភ្លើងដូច្នោះយើងប្រហែលជាឃើញនាងស្លាប់ផ្ទាល់ភ្នែកហើយមើលទៅបានជានាងមានអារម្មណ៍រន្ធត់តាក់ទងជាមួយភ្លើងបែបនេះហើយពេលហ្នឹងគាត់មានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនតើព្រោះអត់ដឹងថាសាច់រឿងវាអាម៉េចអាម៉ាគាត់ភ័យហើយពេលហ្នឹងតួប្រុសយើងហ្នឹងក៏បានអោបលូនចិត្តទៅគាត់ព្រោះអីសាច់រឿងទាំងឡាយនេះគឺវែងវត្តអស់អត់ទាន់ដឹងថាអាម៉េចតអាម៉េចទេដោយសារតែកូនស្រីបង្វិលពេលវេលាអញ្ចឹងហើយដល់ពេលចឹងតួស្រីគិតតែពីយំអោបតួប្រុសរបស់យើងអញ្ចឹងហើយតួប្រុសរបស់យើងហ្នឹងគាត់និយាយថាកុំគិតអ្វីច្រើនថាយើងនៅជាមួយគ្នាពិតជាគ្មានសន្តិភាពមួយថ្ងៃណាទេមែនអត់តួប្រុសពេលហ្នឹងបានធ្វើទៅលួងលំតួស្រីសិនណាហើយចំណែកសាច់រឿងរបស់យើងក៏ចាប់ផ្ដើមកាត់ទៅដល់ពូចាស់ហៅយើងម្ដងហើយកំពុងតែបជាកូនចៅប្រាប់ថាកុំឲ្យពីណាគេចាប់បានទេសោះហើយខាងនោះក៏ថាកុំបារម្ភគេបានរៀបចំគម្រោងអស់ហើយពេលហ្នឹងគេក៏បានលើកកៅស្រាទៅផាកហើយក៏និយាយថាខ្ញុំគឺជាប្រធានរងនៃ Full Group ប៉ុន្តែបន្តិចទៀតនឹងក្លាយទៅជាប្រធាន Full Group នៅពេលដែល Fu Jingting ស្លាប់ពេលហ្នឹងសាច់រឿងរបស់យើងក៏កាត់ដល់កូនរបស់តួស្រីយើងនឹងឯងទៅនៅក្រោយកៅអី Fu Ti Cheng តួប្រុសរបស់យើងនឹងឯងហើយតួប្រុសរបស់យើងនឹងក៏សួរថាមានអីមែន
ក្នុងពេលហ្នឹងណាអានក៏រត់ទៅសួរតែម្ដងថាលោកពូស្រឡាញ់ម៉ាក់ខ្ញុំអត់លោកពូអាចនៅជាមួយនឹងម៉ាក់ខ្ញុំធ្វើល្អជាមួយម៉ាក់ខ្ញុំរហូតបានអត់ពេលហ្នឹងណាតួប្រុសរបស់យើងក៏លើកតួស្រីកូនតួស្រីដាក់លើតុខាងនិយាយថាក្មេងតូចឯងកំពុងតែចាប់គូឲ្យពូមែនអត់ទៅអាននៅថាពូនឹងការពារម្ដាយរបស់ខ្ញុំបានជានិច្ចអត់ទៅតួប្រុសយើងថាបានជឿពូក៏បានពូគឺជាមនុស្សល្អត្រូវតែសកម្មតាមញ៉ែម៉ាក់គេអញ្ចឹងណាអានចេះគាត់និយាយតាមពិតម៉ាក់គេក៏ចូលចិត្តពូខ្លាំងណាស់ដែរប៉ុន្តែគាត់នៅបារម្ភពីអានហើយពេលហ្នឹងលេខារបស់តួប្រុសរបស់យើងក៏ចូលមកប្រាប់ថាដល់ពេលវេលាត្រូវចេញទៅក្រៅអញ្ចឹងណាហើយពេលហ្នឹងតួប្រុសរបស់យើងក៏ប្រាប់ថាអានឆ្លាតឲ្យគេជូនអញទៅផ្ទះវិញហើយតួប្រុសរបស់យើងហ្នឹងក៏បានចេញទៅតែម្ដងហើយក្នុងពេលហ្នឹងតួប្រុសរបស់យើងកំពុងតែនិយាយទូរស័ព្ទមួយតួស្រីយើងសុំតួស្រីរបស់យើងរៀបការឲ្យតួស្រីរបស់យើងទុកឱកាសឲ្យមើលថែគាត់ហើយនឹងអានអញ្ចឹងណាហើយមិនទាន់បាននិយាយសាច់រឿងអីចប់ជាមួយនឹងតួស្រីយើងស្រួលបួននោះទេសាច់រឿងរបស់យើងហ្នឹងណាក៏ត្រូវបានតួប្រុសរបស់យើងតាក់ទងលេងបានហើយគឺដោយសារតែឡានរបស់តួប្រុសរបស់យើងពេលហ្នឹងគឺគ្រោះថ្នាក់ចរាចរណ៍ហើយអត់បិទឆ្ងល់ទេហ្វែនគឺគ្រោះថ្នាក់ចរាចរណ៍ហ្នឹងកើតឡើងដោយសារតែហ្វូចាហាវហ្នឹងហើយគឺគាត់បានរៀបចំកូនចៅគាត់ដើម្បីធ្វើបាបតួប្រុសយើងនឹងទៅហើយពេលហ្នឹងហើយតួប្រុសរបស់យើងត្រូវបានក្រុមគ្រូពេទ្យក៏ដូចជាតួស្រីយើងហ្នឹងរុញចូលទៅសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នឹងឯងហើយតួប្រុសរបស់យើងពេលហ្នឹងគឺគាត់រៀងធ្ងន់ធ្ងរដែរហ្វែនហើយតួស្រីរបស់យើងគឺនៅខាងក្រៅគឺសំណោះគាត់ខ្លាំងមែនតើចំណែកឯនៅខាងក្រុមហ៊ុនឯនេះវិញណាពូចាស់ហៅហ្នឹងបានប្រកាសថាតួប្រុសរបស់យើងជួបបដិវហេតុឥឡូវហ្នឹងគាត់ជាអ្នកគ្រប់គ្រងជំនួសហើយបុគ្គលិកហ្នឹងក៏នាំគ្នានិយាយថាលោកប្រធានហ្នឹងមានគ្រោះថ្នាក់ឥឡូវគឺគាត់នៅក្នុងបន្ទប់សង្គ្រោះហើយឡានដឹកទំនិញហ្នឹងគឺចូលកលងខុសទៅបុកគាត់ពេញទំហឹងហើយចំណែកឯពូចាស់ហៅនេះអត់ចង់ឲ្យបុគ្គលិកនិយាយច្រើនទេគាត់ក៏និយាយថាគាត់ជាអ្នកទទួលបន្ទុកក្រុមហ៊ុននេះទាំងអស់គេមិនចង់ឲ្យក្នុងបុគ្គលិកហ្នឹងនិយាយរឿងអីទៅពីទៅពះនោះទេហើយសាច់រឿងរបស់យើងកាត់មកដល់ខាងតួប្រុសយើងនេះវិញគឺថាតួស្រីរបស់យើងគឺនៅអង្គុយយាមហើយចំណែកឯលេខារបស់តួប្រុសរបស់យើងលោកលីហ្នឹងគាត់ក៏មានរបួសដៃតិចតួចទេតួស្រីយើងសួរថាតើលោកកាត់អីទេអីលោកលីហ្នឹងក៏និយាយថារថយន្តហ្នឹងគឺសំដៅទៅបុកលោកប្រុសតែម្ដងគឺបុកគាត់តែតិចតួចទេគាត់ត្រូវដៃតែបន្តិចហើយតួស្រីយើងក៏សួរថាមានផុសតាងអីអត់គេថាអត់មានទេហ្នឹងតួស្រីថាតើខ្ញុំជាអ្នកដោះស្រាយបញ្ហានេះដល់ពេលអញ្ចឹងទៅសាច់រឿងរបស់យើងហ្នឹងក៏បានកាត់ទៅដល់ពូចាហាវព្រោះអីតួសាច់របស់យើងហ្នឹងគឺគាត់បានទៅអបអរសាទរដល់ពេលពូចាហាវហ្នឹងគឺដេកអញ្ចឹងហ្មងតួសាច់យើងទៅដល់គាត់ក៏និយាយថាអបអរសាទរពូចាហាវលោកហ្នឹងបានឡើងឋានៈហើយពេលហ្នឹងគេក៏និយាយឌឺទៅតាមតួស្រីតែអ្នកនាងស៊ីមានពេលមកទីនេះដែរពេលហ្នឹងតួស្រីរបស់យើងក៏បោះសាមីងទៅឲ្យមើលហើយពេលហ្នឹងគេក៏បានមើលអញ្ចឹងណាហើយពេលហ្នឹងតួស្រីយើងក៏ដាក់លក្ខខណ្ឌការងារអញ្ចឹងណាព្រោះតួស្រីយើងក៏មានគេហៅតំណែងធំដែរអញ្ចឹងគឺជ្រៀងកប៉ៅដាក់តួស្រីអញ្ចឹងណាថាតួស្រីគឺមិនអាចធ្វើអីគេបានដោយសារតែគេមានផានការសកួរច្រើនណានិយាយទៅមនុស្សអាក្រក់ធ្វើមិនក៏មិនឡើងដែរទល់ភាពវាចាប់ណាហ្វែនអីក្នុងពេលហ្នឹងក៏ដើរទៅរកតួស្រីយើងរបៀបថាញ៉េះញោះអញ្ចឹងហ្មងណាហ្វែនហើយក៏និយាយប្រាប់តួស្រីថាដុកទ័រប្រាប់ខ្ញុំថាពូជីឆឹងទោះបីជាភ្ញាក់ដឹងខ្លួនក៏ដោយក៏គាត់អាចនឹងពិការដល់ពេលអញ្ចឹងទៅតួស្រីយើងថាលោកមានពេលណាលោកគួរតែគិតរឿងនឹងឲ្យបានច្បាស់ហើយនឹងរកវិធីដោះស្រាយពីវាឲ្យបានត្រឹមត្រូវដើម្បីផ្ដល់ព័ត៌មានឲ្យប៉ូលីសហើយពេលហ្នឹងទូរស័ព្ទតួស្រីក៏បានរឡើងហើយក៏ហាស៊ីវ៉ានីងគឺអត់មានណាគេទេហ្វែនគឺគេចៅនឹងហើយគេថតរូបកដែងអានដើម្បីគម្រាមតួស្រីរបស់យើងឲ្យតួស្រីរបស់យើងនឹងទៅជួយអាននឹងឯងហើយនៅក្នុងពេលហ្នឹងតួស្រីរបស់យើងក៏អត់ដឹងអីទេក៏ស្មានថាគេចាប់អានកូនរបស់គាត់ទៅមែនតាមពិតគេបិឆោតគាត់ហើយក៏វាយសន្លប់ហើយក៏យកទៅចាប់ចងនឹងឯងហើយចំណែកឲ្យអាននេះឈរចាំម្ដាយយូរពេកត្រីខលទៅក៏មិនចូលអីក៏មិនចូលអីក៏គ្មានអ្នកណាមកយកគាត់ទៅគិតក្នុងចិត្តណាម៉ាក់កាត់អីគេអញ្ចឹងណាហេតុអីក៏មិនយកអានទៅផ្ទះហើយម៉ាក់មានសុវត្ថិភាពអត់ពេលហ្នឹងគាត់ក៏ដូរលេខណាហើយគាត់ក៏ខលទៅលពូឲ្យលពូមកយកខ្ញុំទៅផ្ទះផងហើយក្នុងពេលហ្នឹងអ្នកឆ្លើយតបខានទៀតហ្នឹងគាត់ក៏បានថាមកយកទៅផ្ទះអញ្ចឹងណាហើយសាច់រឿងយើងក៏កាត់ដល់កន្លែងតួស្រីយើងត្រូវបានគេចៅនេះបខំឲ្យសញ្ញេកិច្ចកុងត្រាផ្ទេរភាគហ៊ុនឲ្យហី
ពេលតួស្រីសួររកអានយើងក៏និយាយថាតារាបណានាងសញ្ញានៅលើឯកសារបកលភាគហ៊ុនមួយនេះខ្ញុំនឹងលេងក្មេងនោះឲ្យទៅវិញអីតួស្រីយើងមើលទៅគាត់ក៏គិតថានេះជាកិច្ចសន្យាផ្ទៃភាគហ៊ុនរបស់ស៊ីក្រុបហើយបើសិនជានាងព្រមសញ្ញេតដោះលែងកូនរបស់នាងឬក៏អត់អានណាហើយពេលនេះនាងកែនចៅនេះក៏និយាយថាគេបានធ្វើរឿងច្រើនណាស់សម្រាប់គ្រូចាស់ហៅតែឯងអាចឲ្យគាត់មកខ្ញុំបានអត់ច្បាច់កតួស្រីផងអីផងអូយកម្មពីណាស់តួស្រីនាងហ្នឹងក៏និយាយបន្តទៀតថាបើសិនជាមិនដោយសារតែបរាអាក្រក់រូបហ្នឹងទេតើខ្ញុំត្រូវគេបដិញ្ញចេញមកអត់ហើយបើមិនមែនសម្រាប់នាងតែលោកហោមិនចង់បានខ្ញុំដែររបៀបណាតែពេលហ្នឹងគាត់ថានាងហ្នឹងកលិចមែនតើចង់បានស្នាមមេដៃរបស់នាងដើម្បីយកទៅប្រកបចិត្តពូចាស់ហៅនឹងឯងមិនមានអីផ្សេងនោះទេមិនមានអ្នកណាដេញចេញអ្នកណាដេញចោលអីនោះទេពេលហ្នឹងហើយនាងហ្នឹងក៏ថាបើសិនជាទៅហើយក៏លេងនាងទៅលេងចៅណាលេងអានអញ្ចឹងណាប៉ុន្តែដូចមែនតែនគឺនាងទៅនាងបានបោះដេកកេះដើម្បីដុតសម្រាប់តួស្រីយើងហើយតួស្រីយើងក៏នឹកឃើញសម្ដីរបស់កូនស្រីប្រាប់ថាប៉ានឹងចង់ដុតនាងអញ្ចឹងណាតែពេលហ្នឹងគូមិនដឹងថាធ្វើមិនអាចបានសំទៅស្រែកសាច់រឿងយើងក៏កាត់ដល់អាននេះសុំវល់លោកពូឲ្យទៅជួយម៉ាក់របស់គេផងម៉ាក់ប៉ិតជាកំពុងមានគ្រោះថ្នាក់ហើយមិនអញ្ចឹងខ្ញុំមិនសប្បាយចិត្តទេហើយចំណាយឲ្យលោកលីជំនួយការនេះណាថាពូនឹងរកម្ដាយរបស់ឯងមិនអីទេហើយពេលហ្នឹងណាទូរស័ព្ទគាត់ក៏បានខលទៅរកកូនចៅផ្សេងក្រោមបង្គាប់ដែរចំណែកឯអាននេះឃើញដៃលោកពូកំរើកពេលហ្នឹងតួប្រុសរបស់យើងហ្នឹងក៏បានភ្ញាក់ដឹងខ្លួនភ័យក៏បានសួរនាំរឿងពីលេខាលីអង្គគេហ្នឹងគាត់សួរពីក្រុមហ៊ុនតែក្រុមហ៊ុនហ្នឹងមិនហើយអីចឹងណាហើយតួលោកលេខាលីហ្នឹងក៏បានប្រាប់ពីដំណើររឿងថាបានត្រូវគ្រប់គ្រងទៅដោយហ្វូចាស់ហៅបាត់ទៅហើយក៏ទេសិទ្ធិអីចឹងណាហើយពេលហ្នឹងក៏ជាថ្ងៃដែរគេបោះឆ្នោតដើម្បីឲ្យហ្វូចាស់ហៅឡើងគ្រប់គ្រងពេញទីអញ្ចឹងណាហើយពេលរបស់យើងក៏គិតក្នុងចិត្តថាមុនពេលដែលហ្វូចាស់ហៅទទួលបានជោគជ័យក៏ត្រូវតែទទួលបានពលមានអីពីតៃវ៉ាន់អញ្ចឹងមកដើម្បីជាផុសតាងមួយពីការធ្វើការមិនត្រឹមត្រូវរបស់ហ្វូចាស់ហៅហើយឲ្យលេខាទៅរកពេលហ្នឹងលេខាលីហ្នឹងក៏គាត់លះលូរន់ដែរក៏ទៅឯកសារមួយចំនួនឃើញអីចឹងណាតែលេខាលីហ្នឹងក៏និយាយថាលោកប្រធានលោកទៅតែដឹងខ្លួនស្ថានភាពមិនទាន់នឹងនៅឡើយទេលោកប្រកាសថាចង់ទៅមែនអត់ក៏លោកប្រធានណានៅតែគាត់និយាយថាទៅហើយខាងតួស្រីយើងនេះវិញកំពុងតែភ្លើងឆេះហើយគាត់ក៏និយាយថាកុំចូលមកហើយពេលហ្នឹងអ្នកជួយតួស្រីយើងហ្នឹងក៏បានចូលមកហើយមិនមែនជាមនុស្សអាក្រក់នោះទេហើយគាត់ក៏បានបើកមុខហើយគាត់ក៏បាននិយាយថាខ្ញុំគឺជាអ្នកដែលត្រូវជួលមកដោយសម្ងាត់ដើម្បីជួយអ្នកនាងហើយក៏បានស្រាយតួស្រីរបស់យើងហើយក៏បាននិយាយថាពូចាស់ហៅហ្នឹងគឺកំពុងតែរៀបចំដោះដូរម្ចាស់ភាគហ៊ុនណាអញ្ចឹងក៏នាំគ្នាទៅដើម្បីចាត់ការបានត្រឹមត្រូវពេលហ្នឹងតួប្រុសរបស់យើងក៏ជារទេះរុញហើយចំណែកឯតួកូនស្រីចៅនេះវិញក៏គាត់ទ្រាំអត់បានទេសំទោសចៅអីអានក៏គាត់ទាញកដាស់ហ្នឹងរត់ទៅមុនត្មងដើម្បីចង់ហែកគេពុករបស់ខ្លួនឯងហ្នឹងណាកុំដោយសារពុកអាក្រក់អញ្ចឹងហើយចំណែកតួស្រីយើងហ្នឹងគឺបានយកស្នាមសម្លេងដែលបាន record សម្លេងជាមួយនឹងចាស់ហៅនៅក្នុងពេលដែលពូចាស់ហៅហ្នឹងគឺគាត់សម្លុតចង់ឲ្យតួស្រីរបស់យើងហ្នឹងគឺត្រូវគ្នារៀបការជាមួយនឹងគាត់វិញអញ្ចឹងគាត់គម្រាមកំហែងត្រង់វគ្គមុនត្រង់គាត់ចង់បានរបៀបថាភាគហ៊ុនណាគាត់អត់ចង់ឲ្យរាំងស្ទះពួកគាត់ចិត្តដល់គោលដៅហើយចំណែកឯពូចាស់ហៅនេះវិញគេបានប្រកាសលើកខ្លួនគេតែសោតទៅពេលហ្នឹងអ្នកព័ត៌មានក៏បានមកសួរថាប្រធានពូអ្វីទៅជាការស្លាប់របស់លោកប្រធានបងប្រុសរបស់លោកពូជីឆាំងបងប្រុសច្បងរបស់លោកបានលះបង់ច្រើនណាស់ចំពោះក្រុមហ៊ុនមួយនេះតែមានរឿងអ្វីកើតឡើងចំពោះគាត់បានជាគាត់ថ្លៃជាអញ្ចឹងចាស់ហៅក៏ឆ្លើយថាព្រះចនន្ទទេពសារបស់គាត់ប៉ុន្តែឥឡូវហ្នឹងគឺគេបានខ្លាយទៅជាអញ្ចឹងហើយប៉ុន្តែអ្នកសារព័ត៌មាននៅតែសួរថាតើអ្នកខ្លះបានសង្ស័យការស្លាប់នឹងរបស់បងប្រុសរបស់លោកនឹងជាការគ្រប់គ្រងរបស់លោកជាការរៀបចំលោកមានតើគេសួរថាតើអ្នកឯងមានផតាំងអត់កូនស្រីរបស់តួប្រុសយើងតួស្រីយើងនឹងក៏ដើរមកដល់ហើយក៏និយាយថាគាត់មានផតាំងពេលហ្នឹងអាន
ដៃរបស់នាងហាក់ដូចជាលត់ផ្លឹបផ្លែផ្លែនាងក៏គិតនឹងចិត្តថាខ្ញុំចិត្តស្លាប់ហើយសមោលដៃដូចជាលោតឃើញម្ដងអត់ម្ដងអញ្ចឹងណាហើយពេលហ្នឹងគ្នានៅទីនោះអត់ទាន់ជឿទេដោយសារតែយល់ថាគ្រាន់តែជាក្មេងប៉ុណ្ណោះហើយយប់អ្នកចៅវិញស្រាប់តែភ្លាមដៃរបស់នាងក៏មានដំណើរការមកវិញលេងលោតផ្លឹបផ្លែអញ្ចឹងណាហើយនាងក៏និយាយថានាងមានផតាំងហើយផតាំងទាំងអស់ហ្នឹងទៅយកទៅដល់ពូចាស់ហាវពេលហ្នឹងពូចាស់ហាវហ្នឹងណាក៏បានចាប់ហែកផតាំងនឹងចោលខ្ទេចគ្មានសល់នោះទេហើយពេលហ្នឹងអានក៏គ្នារៀងភ័យដែរដោយសារតែគ្នាក្មេងអញ្ចឹងណាហើយដល់ពេលហែកចោលអញ្ចឹងគ្នាតក់ស្លុតណាហើយពេលហ្នឹងពូចាស់ហាវនេះក៏បាននិយាយថាបងក្មេងចេញទៅហើយគាត់ក៏និយាយថាសុំទោសអ្នកគ្រប់គ្នាផងក្មេងគឺមានបញ្ហាសតិអារម្មណ៍នៅផ្ទះស្មុគស្មាញពេកអីចឹងទៅស្រាប់តែសម្លេងបែកធ្លាយដែលអត់មានបានបកស្រាយពីដើមសម្លេងរបស់គាត់ឆ្លោះគ្នាចង់បានតួស្រីយើងដោយសារតែគាត់ចិត្តដល់គោលដៅហ្នឹងគឺបានបែកធ្លាយមកលើអេក្រង់ពេញតែម្ដងគ្រប់គ្នាគឺបានស្ដាប់ឮហើយចំណែកឯពូចាស់ហាវនេះវិញគាត់ក៏ឆ្ងល់ដែរថាសម្លេងនឹងពីណាគេពីណីហើយសុខចិត្តស្ដាប់ចឹងទៅដោយសារធ្វើអីវាកើតពេលហ្នឹងគាត់បានខឹងខ្លាំងមែនតើប៉ុន្តែធ្វើអីអត់ចេញទេបានត្រឹមតាសន្តិសុខហ្នឹងរត់មកប្រាប់ថាវាបែកចេញពីបន្ទប់ចាក់ផ្សាយហើយគេបានទៅមើលដែរប៉ុន្តែពូចាស់ហៅហ្នឹងក៏បានសួរថាហេតុអ្នកណាគេថាទៅដល់បន្ទប់ចាក់ផ្សាយហ្នឹងគេបានចេញបាត់ទៅហើយក្នុងពេលហ្នឹងដែរពូចាស់ហៅនេះក៏លេងល្បិចទៀតហើយឲ្យទៅរកសំឡេងក្មេងយំមកហើយដាក់ឲ្យបញ្ញាគាហ្នឹងទៅដើម្បីចាប់ជនល្មើសហើយក៏ដល់តួស្រីរបស់យើងនឹងឯងឮសំឡេងក្មេងយំហើយតួស្រីរបស់យើងហ្នឹងកំពុងតែឮសំឡេងគាត់ដឹងថាជាសំឡេងអានកូនរបស់គាត់ក៏ដើររហើយសាច់រឿងរបស់យើងក៏សន្មត់ថាសូមរងចាំភាគចុងក្រោយដែលជាភាគបញ្ចប់ទាំងអស់គ្នាហ្វេនអរគុណដែលបានគាំទ្រ admin កន្លងមកជួយចុច subscribe ដើម្បីទទួលបានរឿងភាគថ្មីមុនគេអរគុណ